ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់បាទថ្ងៃនេះខ្ញុំបាទខកសុនមានជំនួយវិធីដើម្បីចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ទាក់ទងនឹងវិធីជំនួយមានកូនបាទអញ្ចឹងទាក់ទងវិធីជំនួយមានកូនដែរបាទថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតហើយដើម្បីចែកម្លែកគឺយើងនិយាយអំពីវិធីរកថ្ងៃមានកូនដែលភាសាអង់គ្លេសហៅថា How to find for Thai Day បាទយើងថាតើតើនឹងស្ត្រីដែលគាត់មានបញ្ហាពិបាកមានកូនគាត់ពិបាកក្នុងការកំណត់នៅថ្ងៃដែលក្នុងការមានកូនហ្នឹងបាទអញ្ចឹងថ្ងៃនេះខ្ញុំធ្វើជាប្រធានបទតែម្ដងដើម្បីចែកម្លែកតើតើវិធីរកថ្ងៃមានកូនបាទអញ្ចឹងយើងចង់ថាតើវិធីរកថ្ងៃមានកូនហ្នឹងគឺត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមេត្តាក្នុងថ្ងៃនេះយើងឃើញមាន3ចំណុចសំខាន់ទី1គឺសិផ្ដើមទី2វិធីរកថ្ងៃមានកូននិងទី3គឺថ្ងៃមានកូនធៀបនឹងវត្តរដូវបាទយើងចង់ដឹងថាតើវិធីកំណត់ថ្ងៃមានកូននឹងគេធ្វើយ៉ាងណាខ្លះនិងថ្ងៃមានកូនធៀបនឹងវត្តរដូវគេគិតយ៉ាងម៉េចខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលសេចក្ដើមវិធីរកថ្ងៃមានកូនគឺអាចធ្វើទៅតាមការបច្ឆេទថ្ងៃខែឆ្នាំដែលគ្រប់ខែតាមវត្តរដូវចុងក្រោយបាទឬក៏តាមរដូវចុងក្រោយនិងតាមការបច្ឆេទនៅក្នុងกระดาษអេកូចឹងការកំណត់រោគថ្ងៃមានកូនហ្នឹងយើងអាចគិតតាមរដូវចុងក្រោយនិងការបច្ឆេទក្នុងកระดาษអេកូបើសិនជារដូវចុងក្រោយមិនចាំស្ត្រីអាចមានកូនបានគឺស្ថិតនៅចំកន្លងពេលថ្ងៃមានកូននៃវត្តរដូវដែលជាទូទៅគឺ14ថ្ងៃក្រោយបន្ទាប់ពីថ្ងៃទី1នៃវត្តរដូវមេជីវិតញីរស់បាន24ម៉ោងចំណែកឯមេជីវិតឈ្មោលវិញរស់នៅបាន2ទៅ3ថ្ងៃបាទហ្នឹងគឺតើតើនឹងការយល់ដឹងអំពីការមានកូនហ្នឹងបាទអញ្ចឹងយើងមើលជាបន្តទៀតតើតើវិធីរកថ្ងៃមានកូនតើវិធីរកថ្ងៃមានកូនហ្នឹងគឺត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតអញ្ចឹងយើងមើលវិធីរកថ្ងៃមានកូនការយល់ដឹងអំពីថ្ងៃបញ្ចេញមេឃវិញ្ញាគឺមានសារៈសំខាន់ដើម្បីជួយដល់គម្រោងនៅជាមួយគ្នាឲ្យចំពេលមានកូននិងបង្កើនឱកាសក្នុងការមានផ្ទៃពោះអញ្ចឹងការដឹងពីថ្ងៃបញ្ចេញមេឃវិញ្ញានេះគឺសំខាន់តែម្ដងបាទបើអ្នកចង់បានកូនហ្នឹងថ្ងៃបញ្ចេញមេឃវិញ្ញាគឺនៅថ្ងៃទី14ចំពោះស្ត្រីដែលមានវត្តរដូវទៀងទាត់គឺ28ថ្ងៃចឹងបើសិនជាស្ត្រីដែលរដូវមិនទៀងការកំណត់ថ្ងៃបញ្ចេញមេឃវិញ្ញាគឺមានការលំបាកបាទយើងអាចអនុវត្តតាមវិធីទី2បន្តទៀតការរួមរំលែកគួរធ្វើឡើងនៅចន្លោះពេលអាច2ថ្ងៃបាទគឺមុន2ថ្ងៃនៃពាក់កណ្ដាលវត្តរដូវបាទអាហ្នឹងគឺឱកាសក្នុងការមានកូនវាអាចមានច្រើនផងដែរបាទអញ្ចឹងយើងមើលវិធីរកថ្ងៃមានកូនចំពោះស្ត្រីដែលគាត់មានវត្តរដូវទៀងទាត់ដែលវត្តរដូវទៀងទាត់ហ្នឹងគឺចន្លោះពី28 26ទៅ32បាទជាមធ្យមគឺ28ថ្ងៃដែរអញ្ចឹងពីថ្ងៃទី1នៃរដូវរហូតដល់ថ្ងៃទី7គេថាគឺជាថ្ងៃមករដូវបាទថ្ងៃហ្នឹងគឺថ្ងៃគ្មានកូនទេដែលឡែកបើសិនជាស្ត្រីគាត់មករដូវតែ5ថ្ងៃឬក៏3ថ្ងៃយើងឃើញថាថ្ងៃ6ថ្ងៃ7គឺជាថ្ងៃលឿងឱកាសនៃការមានកូន20%ផងដែរបាទហើយថ្ងៃទី8ទៅដល់ថ្ងៃទី19អាហ្នឹងគឺជាថ្ងៃមានកូនប៉ុន្តែអត្រាមានកូនខ្ពស់ហ្នឹងគឺអាចនៅ13 14 15តែម្ដងបាទហើយចាប់ពីថ្ងៃទី20ទៅដល់ថ្ងៃទី26ឬក៏32បាទគឺជាថ្ងៃគ្មានកូនទេប៉ុន្តែដល់ឡែកថ្ងៃទី20ទី21នឹងអាចជាថ្ងៃលឿងដែរគឺអត្រាមានកូនប្រមាណជា20%ផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតកតងថ្ងៃមានកូនធៀបនឹងវត្តរដូវការអនុវត្តបែបនេះគឺសម្រាប់ស្ត្រីដែលគាត់មានរដូវមិនសូវជាទៀងទាត់អញ្ចឹងយើងមើលថ្ងៃមានកូនធៀបនឹងវត្តរដូវយើងមើលកន្លងទី1យើងនិយាយអំពីចំនួនថ្ងៃមួយវត្តរដូវ
និងកន្លងទី2យើងនិយាយអំពីថ្ងៃមានកូនតែម្ដងអញ្ចឹងចំពោះស្ត្រីដែលគាត់មានវរដូវ22ថ្ងៃថ្ងៃមានកូនគឺស្ថិតនៅចន្លោះពីថ្ងៃទី6ដល់ថ្ងៃទី10ហើយបើសិនជាស្ត្រីគាត់មានវរដូវ24ថ្ងៃថ្ងៃមានកូនស្ថិតនៅចន្លោះពីថ្ងៃទី8ដល់ថ្ងៃទី12ហើយស្ត្រីដែលគាត់មានវរដូវ26ថ្ងៃថ្ងៃមានកូនគឺស្ថិតនៅចន្លោះពីថ្ងៃទី10ដល់ថ្ងៃទី14និងស្ត្រីមានវរដូវ28ថ្ងៃថ្ងៃមានកូនគឺនៅចន្លោះពីថ្ងៃទី12ដល់ថ្ងៃទី16ហើយស្ត្រីមានវរដូវ30ថ្ងៃថ្ងៃមានកូនគឺនៅចន្លោះថ្ងៃទី14ដល់ថ្ងៃទី18ហើយស្ត្រីដែលគាត់មានវរដូវរហូតដល់36ថ្ងៃថ្ងៃមានកូនគឺស្ថិតនៅចន្លោះពីថ្ងៃទី20ដល់ថ្ងៃទី24ហើយស្ត្រីដែលគាត់មានវរដូវ42ថ្ងៃយើងឃើញថាថ្ងៃមានកូនគឺស្ថិតនៅចន្លោះពីថ្ងៃទី26ដល់ថ្ងៃទី30ហើយនឹងស្ត្រីមានវរដូវវែងរហូតដល់45ថ្ងៃថ្ងៃមានកូនគឺស្ថិតនៅចន្លោះពីថ្ងៃទី28ដល់ថ្ងៃទី33អញ្ចឹងស្ត្រីដែលគាត់មានវរដូវមិនទៀងទាត់គាត់អនុវត្តបានតាមតារាងហ្នឹងបើចង់រកថ្ងៃមានកូនហ្នឹងបាទអញ្ចឹងតារាងហ្នឹងយើងនិយាយអំពីថ្ងៃមានកូនធៀបជាមួយនឹងវរដូវបាទអញ្ចឹងបើសិនបើស្ត្រីមិនច្បាស់ឬក៏មិនបានយល់ដឹងច្រើនអំពីថ្ងៃមានកូនហ្នឹងយើងថាខាងភាសាដូចខ្ញុំផ្ដល់សេវានឹងដែរក្នុងការរកពិនិត្យនិងព្យាបាលបញ្ហាលំបាកមានកូនបរិសុទ្ធស្ត្រីក្នុងឡាយសម្រុំផងដែរបាទទីការប្រឹក្សាសុខភាពតាមលេខ Telegram បេក្ខខ្សែគឺ092 59 3350 088 3132 225ហើយនឹង016 58 57 64ផងដែរបាទហើយបើចង់រួចតាំងយើងខ្ញុំមានមធ្យោបាយ2គឺអាច scan តាម QR code ឬក៏មើលតាមផែនទីផ្ទាល់បាទអញ្ចឹងបើលោកស្រីក៏មាន iPhone អាចចូលក្នុង App Store ស្វែងរកកម្មវិធី QR Code Reader បាទដំឡើងកម្មវិធីនឹងមកបាទកម្មវិធីហ្នឹង scan លើ QR code យើងខ្ញុំគឺ load Google Map ឃើញទីតាំងខ្ញុំហើយឬក៏លោកស្រីមានទូរស័ព្ទផ្សេងក្រៅពី iPhone អាចចូលក្នុង Google Play ឬ Play Store បាទស្វែងរកកម្មវិធី Google Land បាទដោយស្រង់ស្រាប់ដំឡើងកម្មវិធីនឹងមកបាទកម្មវិធីហ្នឹង scan លើ QR code យើងខ្ញុំក៏ load Google Map ឃើញទីតាំងខ្ញុំដែរឬក៏មិនទេយើងអាចមើលតាមផែនទីផ្ទាល់បាទយ៉ាចុះតាមខ្លងទ្វារវត្តសន្សំអសល់បត់តាមវត្តខាងស្ដាំដៃចុះតាមផ្លូវ16 BT ត្រង់ចុងផ្លូវគឺដល់ទីតាំងខ្ញុំហើយឬក៏មិនទេអាចចុះតាមផ្លូវតផុនច្រកចូលទៅមុខហាង Pizza Community តែម្ដងបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដែលបន្ថែមច្រើនទៀតអាចចូលរួមជាមួយ Channel Telegram យើងខ្ញុំគឺវិទ្យាវិទ្យាខកសុនចំណេះដឹងសុខភាពបាទទីការ scan QR code ទៅដើម្បីចូលទៅក្នុង Channel យើងខ្ញុំចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដែលបន្ថែមច្រើនទៀតផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតទាក់ទងនឹងបញ្ហាពិបាកមានកូនវិធីធ្វើឆាប់មានកូនបាទបញ្ហារដូវរបស់ស្ត្រីនិងការយល់ដឹងអំពីវិបត្តិរដូវរបស់ស្ត្រីបាទក៏ដូចជាការយល់ដឹងអំពីជំងឺផ្សេងទៀតទាក់ទងរោគស្ត្រីហ្នឹងជាពិសេសគឺបញ្ហាពិបាកមានកូនតែម្ដងបាទអាចចូលទៅក្នុង YouTube Channel វាយពាក្យវិទ្យាខកសុនបាទដោយអក្សរស្រាប់ចុច search បាទស្វែងរកទៅពេលនេះគឺ logo របស់យើងខ្ញុំហើយចូលក្នុង channel ចុចពាក្យ subscribe និងរូបកណ្ដឹងបាទចុចពាក្យ subscribe រូបកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន subscribe អញ្ចឹងនៅពេលដែលយើងផុសវីដេអូលើក្រោយនឹងឃើញក្នុង YouTube ជាបន្តបាទជួយ subscribe ម្នាក់មួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្តទៀតបាទសូមអរគុណ